ហូបបានទាំងអស់ទាំងសម្បកទាំងសាច់ពេលខ្លះរបស់ខ្លះយើងគិតថាអត់ប្រយោជន៍ទេយើងបោះចោលតែបើសិនជាយើងចេះយកមកច្នៃធ្វើឲ្យមានប្រយោជន៍ដូចជាសម្បកអលឹកនេះជាដើមយកមកស្លម្ជូរខ្មែរនិយាយពីថាឆ្ងាញ់បងប្អូនផ្នែកខាងក្រហមយើងអាចហូបជាបង្អែមហើយផ្នែកខាងខៀវយើងអាចយកមកស្លហើយសម្បកខាងក្រៅយើងអាចយកទៅធ្វើជាជីគិតទៅសិតតែរបស់មានប្រយោជន៍មុនដំបូងខ្ញុំយកសម្បកអលឹកយើងយកមកជាផ្នែកខាងខៀវចោលហើយយើងយកតែផ្នែកពណ៌សដោយសារតែអលឹកនេះសាច់ស្រួយបងប្អូនយើងដាក់លាយពណ៌ក្រហមតិចក៏អត់អីដែរបងប្អូនគឺអត់ទន់នេះពេលស្លទៅនិយាយថាស្រួយឆ្ងាញ់យើងជាយកផ្នែកខៀវចេញហើយចំណែកផ្នែកខៀវវិញបងប្អូនអាចយកទៅធ្វើជាជីសម្រាប់ដាក់បន្លែបាននិយាយទៅគឺថាមានប្រយោជន៍ទាំងអស់តែម្ដងយើងអត់បោះចោលទេពេលដែលយើងជាសម្បកពណ៌ខៀវអីនឹងស្អាតអស់ហើយគឺខ្ញុំយកទៅលាងទឹកបន្តិចដោយសារតែផ្នែកសម្បកគឺថាមានដីខ្សាច់យើងលាងសម្អាតឲ្យស្អាតទៅហើយយើងមិនត្រឹមតែយកមកស្លម្ជូរបានទេយើងក៏អាចយកមកធ្វើជាជ្រក់បានផងដែរខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើជ្រក់សម្បកអលឹកនៅពេលក្រោយពេលដែលយើងលាងសម្អាតរួចហើយយើងយកមកចិតធ្វើជាចង្វាមូលបងប្អូនអាចចិតបន្ទះក៏បានចិតចង្វាមូលដូចខ្ញុំអញ្ចឹងក៏បានដែរកាលនៅស្រុកខ្មែរខ្ញុំធ្លាប់តែហូបស្លម្ជូរក្តឹបអលឹកអត់ដែលស្លសម្បកអលឹកអញ្ចឹងឯងបងប្អូនតែម្ដងនេះអត់មានក្តឹបអលឹកដូចនៅស្រុកយើងឯងអញ្ចឹងហើយយើងមានតែឆ្នៃដល់ពេលយើងស្លទៅគឺថាឆ្ងាញ់អត់ចាញ់ក្តឹបអលឹកឯងបងប្អូនហើយស្រួយទៀតដោយសារតែអលឹកស្រុកគេធំហើយសាច់ស្រួយយើងចិតអលឹករួចហើយឥឡូវនេះយើងមកបេះម្អមហើយម្អមវិញបងប្អូនហើយឃើញហើយគួរឲ្យស្រឡាញ់តែម្ដងយើងកាត់យកកណ្ដាលវែងមកហើយយើងទុកខ្នែងដើម្បីឲ្យវាលូតបន្តទៀតដោយពីកាត់ម្អមហើយខ្ញុំមកកាត់ស្លឹកក្រូចសើចចំណែកស្លឹកក្រូចសើចវិញយើងកុំបេះវាបងប្អូនយើងត្រូវការយើងកាត់មួយតងមកនេះយើងយកបន្លែមកលាងទឹកហើយបន្លែខ្ញុំមានខ្ទឹមមួយមើមរំដេងមួយដុំហើយនឹងម្អមបន្តិចបន្តួចហើយនឹងស្លឹកក្រូច3សន្លឹកឥឡូវនេះយើងមកដាក់ដាំទឹកចំពោះទឹកវិញគឺខ្ញុំដាក់ចំនួន800មីលីលីត្រហើយខ្ញុំដាក់អំបិល1ស្លាបព្រាកាហ្វេបន្ទាប់មកយើងបង់រំដេងហើយនឹងខ្ទឹមសហើយនឹងស្លឹកក្រូចហើយយើងដាក់ដាំឲ្យពុះហើយចំពោះត្រីវិញគឺខ្ញុំស្លត្រីទ្វីសប្រហែលជាកន្លះគីឡូឥឡូវនេះទឹកយើងបានពុះហើយខ្ញុំដាក់ទឹកត្រី2ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេហើយខ្ញុំប្រើម្ជូរក្រសាំងបងប្អូនអត់មានម្ជូរក្រសាំងបងប្អូនដាក់ម្ជូរសណ្ដាន់ក៏បានឬមួយក៏ម្ជូរក្រូចឆ្មាក៏បានដែរបន្ទាប់មកយើងបង់ត្រីចូលគឺយើងបង់ស្មើគ្នាតែម្ដងយើងបង់ត្រីហើយគឺយើងចាក់បន្លែចូលតែម្ដងដោយសារតែបើសិនជាយើងដាក់ត្រីឲ្យពុះគឺថាត្រីយើងរលួយអញ្ចឹងយើងចាក់ស្មើគ្នាតែម្ដងទៅហើយយើងគ្របឲ្យពុះមើលថាសឡយើងបានពុះហើយយើងបើកមកយើងកាន់ម្អមដាក់ទៅបើបងប្អូនចូលចិត្តទាំងជូរខ្លាំងបងប្អូនបន្ថែមក្រូចឆ្មាឬមួយក៏អំបិលអីថែមអាស្រ័យលើបងប្អូនចូលចិត្តរសជាតិជូរប្រៃហើយសម្លម្ជូរខ្មែរគឺយើងត្រូវការជូរប្រៃទើបឆ្ងាញ់ហើយយើងមានសម្លម្ជូរខ្មែរចេះបងប្អូនបាយក្តៅមកអូយនិយាយពីថាហត់អត់មានដឹងថាឆ្អែតទេបងប្អូនហើយឆ្ងាញ់មែនតែនសម្លម្ជូរខ្មែរយើងតែប៉ុណ្ណេះរួចរាល់ហើយអរគុណសម្រាប់ការទស្សនា